ស្រឡាញ់មនុស្សដែលគេមិនស្រឡាញ់យើងកុំស្រឡាញ់មនុស្សដែលគេមិនស្រឡាញ់យើងវាឈឺចាប់ណាស់យើងនឹងក្លាយទៅជាទេសកលផ្លូវចិត្តរបស់គេហើយក៏កុំប្រឹងស្រឡាញ់មនុស្សដែលយើងមិនបានស្រឡាញ់គេវានឹងធ្វើឲ្យយើងបាត់បង់ខ្លួនឯងជម្រើសដ៏ល្អនៅពេលដែលយើងមិនទាន់បានជួបនឹងមនុស្សរបស់យើងគួរតែរៀននៅជាមួយនឹងខ្លួនឯងសិនចេះនៅជាមួយនឹងខ្លួនឯងហើយយើងក៏ចេះប្រើពេលវេលាជាមួយនឹងមិត្តភក្តិឆាកជីវិតមិនជាប់ជំពាក់ទៅដល់ទីណាក៏បានជួនកាលបេះដូងទាំងមូលរបស់យើងត្រូវបានជ្រៀកជាជំរាករួចហើយក៏ត្រូវជ្រៀកថែមពីលើនោះទៀតរហូតដល់ស្ពឹកលែងដឹងថាឈឺមនុស្សដែលអាចធ្វើឲ្យយើងសើចច្រើនបំផុតក៏ជាអ្នកដែលធ្វើឲ្យយើងយំច្រើនបំផុតដូចគ្នានៅសាលាមិនដែលបង្រៀនយើងពីរឿងអស់ទាំងនេះទេប៉ុន្តែនៅក្នុងពេលវេលាដែលយើងឆ្លងកាត់យើងបានរៀនសូត្រតាមរយៈមនុស្សដែលយើងស្គាល់រឿងរ៉ាវដែលយើងជួបហើយគ្មាននរណាម្នាក់អាចនឹងដឹងបានទេក្រៅអំពីយើងខ្លួនឯង